នេះគឺជាវីដេអូសម្រាប់អ្នកសិក្សាភាសាអង់គ្លេសនៅក្នុងវីដេអូនេះខ្ញុំសូមលើកយកមាតិកាមេរៀនសំខាន់ចំនួន7ចំណុចមាតិកាទី1គឺសិក្សាពាក្យជាភាសាអង់គ្លេសគឺ vocabulary ដែលខ្ញុំនឹងលើកយកប្រទេសចំនួន30មកធ្វើការពន្យល់ប្រទេសជាភាសាអង់គ្លេសគឺ country ឬ countries មាតិកាទី2គឺសិក្សាប្រយោគជាភាសាអង់គ្លេសគឺ sentences ដែលខ្ញុំនឹងលើកយកប្រទេសចំនួន30បង្កើតទៅជាប្រយោគមកធ្វើការពន្យល់មាតិកាទី3សិក្សាវេយ្យាករណ៍ជាភាសាអង់គ្លេសគឺ grammar ដែលខ្ញុំនឹងលើកយកសព្វនាមប្រធានហើយជាភាសាអង់គ្លេសថា subject pronouns និងកិរិយាសព្ទ to be ហើយជាភាសាអង់គ្លេសថា verbs to be មកធ្វើការពន្យល់មាតិកាទី4សិក្សាការសន្ទនាជាភាសាអង់គ្លេសគឺ conversation ដែលខ្ញុំនឹងលើកយកសំណួរចម្លើយជាពិសេសសំណួរចម្លើយតាក់ទងទៅនឹងប្រទេសមកធ្វើការពន្យល់មាតិកាទី5សិក្សាការបញ្ចេញសំឡេងជាភាសាអង់គ្លេសគឺ pronunciation ដែលខ្ញុំនឹងលើកយកអក្សរក្រមសំឡេងមួយគឺ p ដែលស្ថិតនៅក្នុងចំណោមអក្សរក្រមទាំង44នៅក្នុងភាសាអង់គ្លេសមកធ្វើការពន្យល់មាតិកាទី6សិក្សាអំណានជាភាសាអង់គ្លេសគឺ reading ដែលខ្ញុំនឹងលើកយកព័ត៌មានផ្ទាល់ខ្លួនរបស់ស៊ីផេងមកធ្វើការពន្យល់និងមាតិកាទី7សិក្សាសំណេរជាភាសាអង់គ្លេសគឺ writing ដែលខ្ញុំនឹងលើកយកព័ត៌មានផ្ទាល់ខ្លួនរបស់ Julian មកធ្វើការពន្យល់ vocabulary សិក្សាពាក្យនៅក្នុងវីដេអូនេះយើងនឹងធ្វើការសិក្សាអំពីប្រទេសហៅជាភាសាអង់គ្លេសថា country ឬ countries ដែលខ្ញុំនឹងលើកយកប្រទេសចំនួន30មកធ្វើការពន្យល់ដូច្នេះសូមស្ដាប់ការពន្យល់ដូចតទៅប្រទេសទី1នេះមាន2ព្យាង្គដែលយើងអានថា Brunei ដែលមានន័យជាភាសាខ្មែរថាប្រទេសរុយណេប្រទេសទី2នេះមាន3ព្យាង្គដែលយើងអានថា Cambodia ដែលមានន័យជាភាសាខ្មែរថាប្រទេសកម្ពុជាប្រទេសទី3នេះមាន4ព្យាង្គដែលយើងអានថា Indonesia ដែលមានន័យជាភាសាខ្មែរថាប្រទេសឥណ្ឌូនេស៊ីប្រទេសទី4នេះមានមួយព្យាង្គដែលយើងអានថា Laos ដែលមានន័យជាភាសាខ្មែរថាប្រទេសឡាវប្រទេសទី5នេះមាន3ព្យាង្គដែលយើងអានថា Malaysia ដែលមានន័យជាភាសាខ្មែរថាប្រទេសម៉ាឡេស៊ីប្រទេសទី6នេះមាន2ព្យាង្គដែលយើងអានថា Myanmar ដែលមានន័យជាភាសាខ្មែរថាប្រទេសមីយ៉ាន់ម៉ាប្រទេសទី7នេះមាន3ព្យាង្គដែលយើងអានថា Philippines ដែលមានន័យជាភាសាខ្មែរថាប្រទេសហ្វីលីពីនប្រទេសទី8នេះមាន3ព្យាង្គដែលយើងអានថា Singapore ដែលមានន័យជាភាសាខ្មែរថាប្រទេសសិង្ហបុរីប្រទេសទី9នេះមាន2ព្យាង្គដែលយើងអានថា Thailand ដែលមានន័យជាភាសាខ្មែរថាប្រទេសថៃប្រទេសទី10នេះមាន2ព្យាង្គដែលយើងអានថា Vietnam ដែលមានន័យជាភាសាខ្មែរថាប្រទេសវៀតណាមប្រទេសទី11នេះមាន2ព្យាង្គដែលយើងអានថា India ដែលមានន័យជាភាសាខ្មែរថាប្រទេសឥណ្ឌាប្រទេសទី12នេះមាន2ព្យាង្គដែលយើងអានថា China ដែលមានន័យជាភាសាខ្មែរថាប្រទេសចិន
ប្រទេសទី13នេះមានពីរព្យាង្គដែលយើងអានថា Japan ដែលមានន័យជាភាសាខ្មែរថាប្រទេសជប៉ុនប្រទេសទី14នេះមានពីរព្យាង្គដែលយើងអានថា Russia ដែលមានន័យជាភាសាខ្មែរថាប្រទេសរុស្ស៊ីប្រទេសទី15នេះមានមួយព្យាង្គដែលយើងអានថា France ដែលមានន័យជាភាសាខ្មែរថាប្រទេសបារាំងប្រទេសទី16នេះមានពីរព្យាង្គដែលយើងអានថា Ukraine ដែលមានន័យជាភាសាខ្មែរថាប្រទេសអ៊ុយក្រែនប្រទេសទី17នេះមាន3ព្យាង្គដែលយើងអានថា Germany ដែលមានន័យជាភាសាខ្មែរថាប្រទេសអាល្លឺម៉ង់ប្រទេសទី18នេះមាន3ព្យាង្គដែលយើងអានថា South Korea ដែលមានន័យជាភាសាខ្មែរថាប្រទេសកូរ៉េខាងត្បូងប្រទេសទី19នេះមាន3ព្យាង្គដែលយើងអានថា North Korea ដែលមានន័យជាភាសាខ្មែរថាប្រទេសកូរ៉េខាងជើងពាក្យទី20នេះមាន5ព្យាង្គដែលយើងអានថា United Kingdom ដែលមានន័យជាភាសាខ្មែរថាចក្រភពអង់គ្លេសប្រទេសទី21នេះមាន3ព្យាង្គដែលយើងអានថា Italy ដែលមានន័យជាភាសាខ្មែរថាប្រទេសអ៊ីតាលីប្រទេសទី22នេះមាន2ព្យាង្គដែលយើងអានថា Brazil ដែលមានន័យជាភាសាខ្មែរថាប្រទេសប្រេស៊ីលប្រទេសទី23នេះមាន2ព្យាង្គដែលយើងអានថា Egypt ដែលមានន័យជាភាសាខ្មែរថាប្រទេសអេស៊ីបប្រទេសទី24នេះមាន2ព្យាង្គដែលយើងអានថា Turkey ដែលមានន័យជាភាសាខ្មែរថាប្រទេសទួរគីប្រទេសទី25នេះមាន3ព្យាង្គដែលយើងអានថា Mexico ដែលមានន័យជាភាសាខ្មែរថាប្រទេសមិចស៊ិកប្រទេសទី26នេះមានមួយព្យាង្គដែលយើងអានថា Greece ដែលមានន័យជាភាសាខ្មែរថាប្រទេសក្រិកប្រទេសទី27នេះមាន3ព្យាង្គដែលយើងអានថា Canada ដែលមានន័យជាភាសាខ្មែរថាប្រទេសកាណាដាប្រទេសទី28នេះមាន3ព្យាង្គដែលយើងអានថា Australia ដែលមានន័យជាភាសាខ្មែរថាប្រទេសអូស្ត្រាលីប្រទេសទី29នេះមាន4ព្យាង្គដែលយើងអានថា South Africa ដែលមានន័យជាភាសាខ្មែរថាប្រទេសអាហ្វ្រិកខាងត្បូងប្រទេសទី30នេះមាន4ព្យាង្គដែលយើងអានថា United States ដែលមានន័យជាភាសាខ្មែរ sentences
សិក្សាប្រយោគ I am from Cambodia ខ្ញុំមកពីប្រទេសកម្ពុជាការសិក្សាប្រយោគនៅក្នុងវីដេអូនេះខ្ញុំសូមលើកយកប្រយោគ30មកធ្វើការពន្យល់សូមស្ដាប់ការពន្យល់ដូចតទៅប្រយោគទី1នេះ I am from Brunei I am from Brunei I am from Brunei ខ្ញុំមកពីប្រទេសប្រ៊ុយណេប្រយោគទី2 I am from Cambodia I am from Cambodia I am from Cambodia ខ្ញុំមកពីប្រទេសកម្ពុជាប្រយោគទី3 I am from Indonesia I am from Indonesia I am from Indonesia ខ្ញុំមកពីប្រទេសឥណ្ឌូនេស៊ីប្រយោគទី4 I am from Laos I am from Laos I am from Laos ខ្ញុំមកពីប្រទេសឡាវប្រយោគទី5 I am from Malaysia I am from Malaysia I am from Malaysia ខ្ញុំមកពីប្រទេសម៉ាឡេស៊ីប្រយោគទី6 I am from Myanmar I am from Myanmar I am from Myanmar ខ្ញុំមកពីប្រទេសមីយ៉ាន់ម៉ាប្រយោគទី7 I am from Philippines I am from Philippines I am from Philippines ខ្ញុំមកពីប្រទេសហ្វីលីពីនប្រយោគទី8 I am from Singapore I am from Singapore I am from Singapore ខ្ញុំមកពីប្រទេសសិង្ហបុរីប្រយោគទី9 I am from Thailand I am from Thailand I am from Thailand ខ្ញុំមកពីប្រទេសថៃប្រយោគទី10 I am from Vietnam I am from Vietnam I am from Vietnam ខ្ញុំមកពីប្រទេសវៀតណាមប្រយោគទី11 I am from India I am from India I am from India ខ្ញុំមកពីប្រទេសឥណ្ឌាប្រយោគទី12 I am from China I am from China I am from China ខ្ញុំមកពីប្រទេសចិនប្រយោគទី13 I am from Japan I am from Japan I am from Japan ខ្ញុំមកពីប្រទេសជប៉ុនប្រយោគទី14 I am from Russia I am from Russia I am from Russia ខ្ញុំមកពីប្រទេសរុស្ស៊ីប្រយោគទី15 I am from France I am from France I am from France ខ្ញុំមកពីប្រទេសបារាំងប្រយោគទី16 I am from Ukraine I am from Ukraine I am from Ukraine ខ្ញុំមកពីប្រទេសអ៊ុយក្រែនប្រយោគទី17 I am from Germany I am from Germany I am from Germany ខ្ញុំមកពីប្រទេសអាល្លឺម៉ង់ប្រយោគទី18 I am from South Korea I am from South Korea I am from South Korea ខ្ញុំមកពីប្រទេសកូរ៉េខាងត្បូងប្រយោគទី19 I am from North Korea I am from North Korea I am from North Korea ខ្ញុំមកពីប្រទេសកូរ៉េខាងជើងប្រយោគទី20 I am from United Kingdom I am from United Kingdom I am from United Kingdom
ខ្ញុំមកពីចក្រភពអង់គ្លេសប្រយោគទី21 I am from Italy I am from Italy I am from Italy ខ្ញុំមកពីប្រទេសអ៊ីតាលីប្រយោគទី22 I am from Brazil I am from Brazil I am from Brazil ខ្ញុំមកពីប្រទេសប្រេស៊ីលប្រយោគទី23 I am from Egypt I am from Egypt I am from Egypt ខ្ញុំមកពីប្រទេសអេស៊ីបប្រយោគទី24 I am from Turkey I am from Turkey I am from Turkey ខ្ញុំមកពីប្រទេសទូគីប្រយោគទី25 I am from Mexico I am from Mexico I am from Mexico ខ្ញុំមកពីប្រទេសមិចស៊ិកប្រយោគទី26 I am from Greece I am from Greece I am from Greece ខ្ញុំមកពីប្រទេសក្រិកប្រយោគទី27 I am from Canada I am from Canada I am from Canada ខ្ញុំមកពីប្រទេសកាណាដាប្រយោគទី28 I am from Australia I am from Australia I am from Australia ខ្ញុំមកពីប្រទេសអូស្ត្រាលីប្រយោគទី29 I am from South Africa I am from South Africa I am from South Africa ខ្ញុំមកពីប្រទេសអាហ្វ្រិកខាងត្បូងប្រយោគទី30 I am from United States I am from United States I am from United States ខ្ញុំមកពីសហរដ្ឋអាមេរិក Grammar សិក្សាវេយ្យាករណ៍នៅក្នុងវីដេអូនេះខ្ញុំសូមលើកយកវេយ្យាករណ៍ចំនួន2ចំណុចដែលមានទំនាក់ទំនងជាមួយគ្នាទី1គឺសព្វនាមប្រធានហៅជាភាសាអង់គ្លេសថា subject pronouns និងទី2គឺកិរិយាសព្ទ to be ហៅជាភាសាអង់គ្លេសថា verbs to be សព្វនាមប្រធាន subject pronouns ទី1គឺ I ដែលមានន័យជាភាសាខ្មែរថាខ្ញុំគឺជាបរិបទទី1ឯកវចនៈទី2គឺ you ដែលមានន័យជាភាសាខ្មែរថាអ្នកគឺជាបរិបទទី2ឯកវចនៈទី3 you ដែលមានន័យជាភាសាខ្មែរថាពួកអ្នក you នៅត្រង់នេះគឺជាបរិបទទី2ពហុវចនៈទី4គឺ we ដែលមានន័យជាភាសាខ្មែរថាពួកយើងគឺជាបរិបទទី1ពហុវចនៈទី5 they ដែលមានន័យជាភាសាខ្មែរថាពួកគេគឺជាបរិបទទី3ពហុវចនៈទី6 he ដែលមានន័យជាភាសាខ្មែរថាគាត់ប្រើសម្រាប់បុរសគាត់គឺជាបរិបទទី3ឯកវចនៈទី7 she ដែលមានន័យជាភាសាខ្មែរថាគាត់ឬក៏នាងប្រើសម្រាប់ស្ត្រីគាត់ឬក៏នាងនៅត្រង់នេះគឺជាបរិបទទី3ឯកវចនៈទី8គឺ it ដែលមានន័យជាភាសាខ្មែរថាវាគឺជាបរិបទទី3ឯកវចនៈសូមបញ្ជាក់ថា you សរសេរដូចគ្នាអានដូចគ្នាក៏ប៉ុន្តែ you មួយគឺជាឯកវចនៈ you មួយទៀតគឺជាពហុវចនៈគិតជាសរុបសព្វនាមប្រធានមានចំនួន8
គឺ I you we they he she it កិរិយាសព្ទ to be ឬ verbs to be ទី1គឺ am ទី2គឺ is ទី3គឺ are ជាទូទៅទាំង am ទាំង is ទាំង are មានន័យជាភាសាខ្មែរដូចគ្នាគឺមានន័យថាគឺពេលខ្លះមានន័យថាជាពេលខ្លះមានន័យថានៅក៏ប៉ុន្តែពេលខ្លះទៀតវាមានន័យផ្សេងក្រៅពីនេះ am is are គឺជាកិរិយាសព្ទ to be ដូចគ្នាក៏ប៉ុន្តែខុសគ្នានៅត្រង់ការប្រើប្រាស់ជាមួយសព្វនាមប្រធានគឺ I ប្រើប្រាស់ជាមួយ am you ប្រើប្រាស់ជាមួយ are you មួយទៀតក៏ប្រើប្រាស់ជាមួយ are we ប្រើប្រាស់ជាមួយ are they ប្រើប្រាស់ជាមួយ are he ប្រើប្រាស់ជាមួយ is she ប្រើប្រាស់ជាមួយ is និង it ប្រើប្រាស់ជាមួយ is ឧទាហរណ៍ examples ទី1 I am from Brunei ខ្ញុំមកពីប្រទេសប្រ៊ុយណេទី2 you are from Cambodia អ្នកមកពីប្រទេសកម្ពុជាទី3 you are from Indonesia ពួកអ្នកមកពីប្រទេសឥណ្ឌូនេស៊ីទី4 we are from Laos ពួកយើងមកពីប្រទេសឡាវទី5 they are from Malaysia ពួកគេមកពីប្រទេសម៉ាឡេស៊ីទី6 he is from Myanmar គាត់មកពីប្រទេសមីយ៉ាន់ម៉ាទី7 she is from Philippines នាងមកពីប្រទេសហ្វីលីពីនទី8 it is from Singapore វាមកពីប្រទេសសិង្ហបុរីកិរិយាសព្ទ to be ដែលបូកជាមួយនឹងពាក្យថា from ក្នុងន័យនេះមានន័យជាភាសាខ្មែរថាមកពីគឺមកពីប្រទេសប្រ៊ុយណេមកពីប្រទេសកម្ពុជាមកពីប្រទេសឥណ្ឌូនេស៊ីមកពីប្រទេសឡាវមកពីប្រទេសម៉ាឡេស៊ីមកពីប្រទេសមីយ៉ាន់ម៉ាមកពីប្រទេសហ្វីលីពីននិងមកពីប្រទេសសិង្ហបុរីជាដើម conversation សិក្សាការសន្ទនា Where are you from តើអ្នកមកពីប្រទេសណាការសន្ទនានៅក្នុងវីដេអូនេះខ្ញុំសូមលើកយកការសន្ទនារវាងស៊ីផេងនិងជូលៀនដូច្នេះខ្ញុំសូមអានការសន្ទនាដូចតទៅស៊ីផេងសួរថា My name is ស៊ីផេង What is your name ឈ្មោះរបស់ខ្ញុំគឺស៊ីផេងតើអ្នកឈ្មោះអ្វីជូលៀនបានឆ្លើយថា My name is Julian ឈ្មោះរបស់ខ្ញុំគឺជូលៀនស៊ីផេងសួរបន្តថា My dad's name is សុកជា What is your dad's name ឪពុករបស់ខ្ញុំឈ្មោះសុកជាតើឪពុករបស់អ្នកឈ្មោះអ្វីជូលៀនបានតបថា My dad's name is Lucas ឪពុករបស់ខ្ញុំឈ្មោះ Lucas ស៊ីផេងបន្តសួរថា My mom's name is Kunthia What is your mom's name ម្ដាយរបស់ខ្ញុំឈ្មោះគុន្ធាតើម្ដាយរបស់អ្នកឈ្មោះអ្វីជូលៀនបានតបថា My mom's name is Emma ម្ដាយរបស់ខ្ញុំឈ្មោះ Emma ស៊ីផេងបន្តសួរថា I am 15 years old How old are you ខ្ញុំមានអាយុ15ឆ្នាំតើអ្នកមានអាយុប៉ុន្មានជូលៀនបានតបថា I am 27 years old ខ្ញុំមានអាយុ27ឆ្នាំស៊ីផេងបន្តសួរថា My dad is 47 years old How old is your dad ឪពុករបស់ខ្ញុំមានអាយុ47ឆ្នាំតើឪពុករបស់អ្នកមានអាយុប៉ុន្មានជូលៀនបានតបថា My dad is 59 years old ឪពុករបស់ខ្ញុំមានអាយុ59ឆ្នាំស៊ីផេងបន្តសួរថា My mom is 36 years old How old is your mom ម្ដាយរបស់ខ្ញុំមានអាយុ36ឆ្នាំតើម្ដាយរបស់អ្នកមានអាយុប៉ុន្មានជូលៀនបានតបថា My mom is 48 years old
ម្ដាយរបស់ខ្ញុំមានអាយុ48ឆ្នាំស៊ីផេងបន្តសួរថា I am from Cambodia Where are you from ខ្ញុំមកពីប្រទេសកម្ពុជាតើអ្នកមកពីប្រទេសណា Julian បានតបថា I am from France ខ្ញុំមកពីប្រទេសបារាំងស៊ីផេងបន្តសួរទៀតថា My dad is from Cambodia Where is your dad from ឪពុករបស់ខ្ញុំមកពីប្រទេសកម្ពុជាតើឪពុករបស់អ្នកមកពីប្រទេសណា Julian បានតបថា My dad is from France ឪពុករបស់ខ្ញុំមកពីប្រទេសបារាំងស៊ីផេងសួរបន្តទៀតថា My mom is from Cambodia Where is your mom from ម្ដាយរបស់ខ្ញុំមកពីប្រទេសកម្ពុជាតើម្ដាយរបស់អ្នកមកពីប្រទេសណា Julian បានតបថា My mom is from France ម្ដាយរបស់ខ្ញុំមកពីប្រទេសបារាំងស៊ីផេងសួរបន្តទៀតថា I am a student What do you do ខ្ញុំគឺជាសិស្សម្នាក់តើអ្នកធ្វើការអ្វី Julian បានតបថា I am a teacher ខ្ញុំគឺជាគ្រូបង្រៀនម្នាក់ស៊ីផេងបន្តសួរថា My dad is a doctor What does your dad do ឪពុករបស់ខ្ញុំគឺជាគ្រូពេទ្យម្នាក់តើឪពុករបស់អ្នកធ្វើការអ្វី Julian បានតបថា My dad is an engineer ឪពុករបស់ខ្ញុំគឺជាវិស្វករម្នាក់ស៊ីផេងបានសួរសំណួរចុងក្រោយថា My mom is a teacher What does your mom do ម្ដាយរបស់ខ្ញុំគឺជាគ្រូបង្រៀនម្នាក់តើម្ដាយរបស់អ្នកមានមុខរបរអ្វី Julian បានឆ្លើយសំណួរចុងក្រោយថា My mom is a teacher ម្ដាយរបស់ខ្ញុំគឺជាគ្រូបង្រៀនម្នាក់ Pronunciation សិក្សាការបញ្ចេញសំឡេងអក្ខរក្រមភាសាអង់គ្លេសមានចំនួន26តួដោយនៅក្នុងនោះមាន5តួគឺជាស្រៈចំណែក21តួផ្សេងទៀតគឺជាព្យញ្ជនៈក៏ប៉ុន្តែអក្ខរក្រមនៃសំឡេងមានរហូតដល់ទៅ44តួដោយនៅក្នុងនោះចែកចេញជាស្រៈចំនួន20សំឡេងនិងព្យញ្ជនៈចំនួន24សំឡេងនៅក្នុងវីដេអូនេះខ្ញុំសូមលើកយកសំឡេងព្យញ្ជនៈមួយក្នុងចំណោមសំឡេងព្យញ្ជនៈចំនួន24តួនោះគឺសំឡេង P ពាក្យទី1នេះមានមួយព្យាង្គដែលយើងអានថា P ដែលមានន័យជាភាសាខ្មែរថាសំដែកពាក្យទី2នេះមានពីរព្យាង្គដែលយើងអានថា pronoun ដែលមានន័យជាភាសាខ្មែរថាសព្វនាមសំឡេង P គឺស្ថិតនៅក្នុងព្យាង្គទី1គឺ pro ពាក្យទី3នេះមាន3ព្យាង្គដែលយើងអានថា Singapore ដែលមានន័យជាភាសាខ្មែរថាប្រទេសសិង្ហបុរីសំឡេង P ស្ថិតនៅក្នុងព្យាង្គទី3គឺ Paul ពាក្យទី4នេះមាន3ព្យាង្គដែលយើងអានថា Philippines ដែលមានន័យជាភាសាខ្មែរថាប្រទេសហ្វីលីពីនសំឡេង P ស្ថិតនៅក្នុងព្យាង្គទី3គឺ Pins ចំណែកពាក្យទី5នេះមានរហូតដល់ទៅ5ព្យាង្គគឺ pronunciation ដែលមានន័យជាភាសាខ្មែរថាការបញ្ចេញសំឡេងសំឡេង P ស្ថិតនៅក្នុងព្យាង្គទី1គឺ pr សូមស្ដាប់ការបញ្ចេញសំឡេងម្ដងទៀតទី1គឺ P P P ទី2គឺ pronoun 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 ទី3គឺ Singapore 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 ទី4គឺ Philippines 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 និងទី5គឺ pronunciation 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 reading សិក្សាអំណានស៊ីផេង is from Cambodia ស៊ីផេងមកពីប្រទេសកម្ពុជានៅក្នុងវីដេអូនេះខ្ញុំសូមលើកយកព័ត៌មានផ្ទាល់ខ្លួនរបស់ស៊ីផេងមកធ្វើការពន្យល់ដូច្នេះសូមស្ដាប់ការពន្យល់ដូចតទៅ Hello my name is ស៊ីផេងជំរាបសួរខ្ញុំឈ្មោះស៊ីផេង My dad's name is សុកជាឪពុករបស់ខ្ញុំឈ្មោះសុកជា My mom's name is គុន្ធា ម្ដាយរបស់ខ្ញុំឈ្មោះគុន្ធា I am 15 years old ខ្ញុំមានអាយុ15ឆ្នាំ My dad is 47 years old ឪពុករបស់ខ្ញុំមានអាយុ47ឆ្នាំ My mom is 36 years old
ម្ដាយរបស់ខ្ញុំមានអាយុ36ឆ្នាំ I am from Cambodia ខ្ញុំមកពីប្រទេសកម្ពុជា My dad is from Cambodia ឪពុករបស់ខ្ញុំមកពីប្រទេសកម្ពុជា My mom is from Cambodia ម្ដាយរបស់ខ្ញុំមកពីប្រទេសកម្ពុជា I am a student ខ្ញុំគឺជាសិស្សម្នាក់ My dad is a doctor ឪពុករបស់ខ្ញុំគឺជាគ្រូពេទ្យម្នាក់ My mom is a teacher ម្ដាយរបស់ខ្ញុំគឺជាគ្រូបង្រៀនម្នាក់ Questions សំណួរទី1 How old is she paying តើ she paying មានអាយុប៉ុន្មានទី2 What does she paying do តើ she paying មានមុខរបរអ្វីទី3 Where is she paying from តើ she paying មកពីប្រទេសណាទី4 Where is she paying that from តើឪពុករបស់ she paying មកពីប្រទេសណាទី5 Where is she paying mom from តើម្ដាយរបស់ she paying មកពីប្រទេសណា Answers ចម្លើយសាកល្បងឆ្លើយសំណួរដោយខ្លួនឯង Writing សិក្សាសំណេរ Julian is from France Julian មកពីប្រទេសបារាំងនៅក្នុងវីដេអូនេះខ្ញុំសូមលើកយកអំពីព័ត៌មានផ្ទាល់ខ្លួនរបស់ Julian មកធ្វើការពន្យល់ Hello my name is Julian ជំរាបសួរខ្ញុំឈ្មោះ Julian My dad's name is Lucas ឪពុករបស់ខ្ញុំឈ្មោះ Lucas My mom's name is Emma ម្ដាយរបស់ខ្ញុំឈ្មោះ Emma I am 27 years old ខ្ញុំមានអាយុ27ឆ្នាំ My dad is 59 years old ឪពុករបស់ខ្ញុំមានអាយុ59ឆ្នាំ My mom is 48 years old ម្ដាយរបស់ខ្ញុំមានអាយុ48ឆ្នាំ I am from France ខ្ញុំមកពីប្រទេសបារាំង My dad is from France ឪពុករបស់ខ្ញុំមកពីប្រទេសបារាំង My mom is from France ម្ដាយរបស់ខ្ញុំមកពីប្រទេសបារាំង I am a teacher ខ្ញុំគឺជាគ្រូបង្រៀនម្នាក់ My dad is an engineer ឪពុករបស់ខ្ញុំគឺជាវិស្វករម្នាក់ My mom is a teacher ម្ដាយរបស់ខ្ញុំគឺជាគ្រូបង្រៀនម្នាក់ Complete your personal information ចូលបំពេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក